របស់ហ្នឹងវាកម្រការលើកមុនអ្នកដែលមានបានប្រើអញ្ចឹងគាត់សុំមកក្រុងហើយមកនៅគាត់អត់មានផ្ទះទេនៅគាត់ដូច្នេះដើម្បីឲ្យគាត់អាចរៀនសូត្របានគាត់ប្រើភូមិមកបាច់ភូមិលូភូមិអុចមកបាច់មកដុំធំអញ្ចឹងទៅដើម្បីឲ្យភ្លឺពើដើម្បីឲ្យភ្លឺដូចពើអញ្ចឹងហើយគាត់អានគាត់រៀនគាត់អីហ្នឹងគាត់ខាត់វីដេអូខាងក្រោយនេះថាខំប្រឹងរៀនខំប្រឹងរៀនពីណាក៏អាចនិយាយបានដែរដល់អត់នេះប៉ុន្តែការទួលជាក់ស្ដែងជារឿងសំខាន់អញ្ចឹងគាត់យកធូបមកបាច់អុចមកអានទៅហើយរាល់ថ្ងៃគឺគាត់ក្រោកមកទួតព្រឹកព្រលឹមដើម្បីអានប៉ុន្តែដល់ពេលយប់ទេយប់ម៉ោង10 11 12ហ្នឹងណាគាត់រៀនរហូតម៉ោង12ម៉ោង1យប់អីបានគាត់ចូលហើយធម្មតាតែម៉ោង11ឬ12យ៉ាងយូរម៉ោង1ហ្នឹងមនុស្សគេល្ងុយហើយប៉ុន្តែគាត់ដើម្បីកុំឲ្យគាត់ល្ងុយគាត់យកធូបមកសរសៃអុចជាប់មេជើងគាត់ជាជាប់មេជើងដើម្បីឲ្យធូបនឹងវាដល់ឆេះដល់មកវារលាកវាក្តៅដល់ជើងហ្នឹងធ្វើឲ្យគាត់ភ្ញាក់ឡើងវិញគាត់រៀននេះគឺជារបៀបនៃការខិតខំប្រឹងប្រែងមួយដែលខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាប្រឹងរាល់ថ្ងៃប្រឹងដូចមិត្តភក្តិខ្ញុំឯអត់